ហ៊ុនសែនបន្តដកស្រង់អត្ថបទជាស្នាដៃរបស់បញ្ញវន្តថៃដើម្បីវាយបកថៃរឿងព្រំដែនថ្ងៃនេះគឺយើងឃើញអត្ថបទរបស់លោកហ៊ុនសែនដែលផ្សាយនៅលើ Facebook របស់លោកគឺមានខ្ញុំថានេះគឺជាលើកទី3ហើយដែលលោកហ៊ុនសែនលើកស្ទួយស្នាដៃឬក៏ការបញ្ចេញមតិរបស់បញ្ញវន្តថៃដែលជាសាស្ត្រាចារ្យថៃហើយអត្ថបទពីរមុនគឺជាអត្ថបទរបស់លោកសុរឆាតបំរុងសុខបាទឥឡូវនេះគឺគាត់អស់ពីលោកសុរឆាតបំរុងសុខមកគាត់ចាប់ផ្ដើមយកអត្ថបទថ្មីមួយទៀតរបស់ជាសាស្ត្រាចារ្យសាស្ត្រាចារ្យថៃមួយរូបទៀតហើយគឺជាបញ្ញវន្តដ៏ឆ្នើមនៅក្នុងប្រទេសថៃដែរព្រោះអ្នកដែលសរសេរអត្ថបទនេះមែនតើជាគេហៅថាបញ្ញវន្តចម្រើននិយមបញ្ញវន្តដែលមិនស្ពឹកសពុនបញ្ញវន្តដែលហ៊ានរិះគន់រដ្ឋាភិបាលផ្ដល់អនុសាសន៍ដើម្បីកែប្រែអញ្ចឹងទៅបញ្ញវន្តបែបនេះសម្បូរណាស់នៅប្រទេសថៃហើយខ្ញុំជឿថាបញ្ញវន្តដែលប្រកែបែបនេះក៏មិនខ្វះដែរនៅប្រទេសកម្ពុជានោះគៀអញ្ជើងគាត់ថាវាអកុសលបើនៅថៃគេនិយាយបានចេះរិះគន់រដ្ឋាភិបាលអីបានទៅអត់ចាប់ដាក់គុកដាក់ច្បាប់តែថាអត់ដាក់គុកដាក់ច្បាប់ណាលោកសុរឆាតបំរុងសុខហ្នឹងក៏ធ្លាប់ជាប់គុកដែរតែជាប់គុកយូរហើយពីរឿងធ្វើបាតកម្មតវ៉ារដ្ឋាភិបាលគាត់មិនចូលចិត្តរបបសឹកយោធាឬក៏រាជានិយមដែលប្រើច្បាប់អាជ្ញាសឹកផ្ដាច់ការនឹងពេកទេនេះបញ្ញវន្តគេហ្នឹងគឺគេចង់ឲ្យប្រទេសថៃហ្នឹងគ្រប់គ្រងដោយស៊ីវិលមានប្រជាធិបតេយ្យមានអីត្រឹមត្រូវនឹងខ្ញុំនិយាយអំពីលោកសុរិឆាតបំរុងសុខដែលលោកហ៊ុនសែនដកស្រង់អត្ថបទគាត់2លើកហើយ2លើកហ្នឹងគឺមែនតើរិះគន់លោកអនុទិនច័ន្ទវរៈគុលតែពីរឿងទៅប្រកាសអាម៉េចប្រាប់ថាផែនទីຂະຫນាត1លើ50,000គឺជាផែនទីដែលប្រើជំនួសឲ្យផែនទីຂະຫນាត1លើ200,000របស់អនុសញ្ញាបារាំងសៀមឆ្នាំ2000ឆ្នាំ1904 1907ដែលកាលនោះយើងចាំឲ្យសាស្ត្រាចារ្យនៅសាលាធម្មศาสตร์រូបនេះក៏បាននិយាយថាការថ្លែងរបស់មេដឹកនាំថៃបែបនេះគឺខាតប្រយោជន៍ថៃព្រោះដោយសារតែគ្មានអ្នកណាទៅគូសផែនទីឯកតោភាគីដោយគ្មានអ្នកណាទទួលស្គាល់ហើយទៅប្រកាសថាអានឹងជាផែនទីថ្មីឯណាទេមានសន្ធិសញ្ញាអញ្ចឹងទៅអញ្ចឹងលោកហ៊ុនសែនរំលេចអត្ថបទនឹងម្ដងហើយម្ដងទៀតដើម្បីដូចជាការដែលចង់ដូចថាដាស់សតិមេដឹកនាំថៃឲ្យកុំផ្ដេសផ្ដាស់រឿងការលុបនេះលុបនោះឬក៏និយាយនេះនិយាយនោះអញ្ចឹងអាហ្នឹងពីលើកមុនឥឡូវលើកចុងក្រោយនេះគឺថ្មីទេមួយថ្ងៃនេះគឺលោកហ៊ុនសែនដកស្រង់អត្ថបទរបស់បញ្ញវន្តថៃមួយរូបទៀតដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យដែរគឺលោកអក្សរាផុងខំខុនតើអ្នកណាគេជាលោកអក្សរាផុងខំខុនហ្នឹងបើតាមពិតលោកអក្សរាផុងខំខុនគឺជាបញ្ញវន្តថៃមិនខុសពីលោកសុរឆាតបំរុងសុខនឹងហ្មងទេព្រោះដោយសារអីគាត់ជាអ្នកវិភាគអ្នកស្រាវជ្រាវផ្នែកអាស៊ានផ្នែកស្អីនឹងរឿងព្រំដែនរឿងអីនឹងដែរហើយជាទូទៅគឺគំនិតរបស់គាត់នេះគឺរបៀបចម្រើននិយមដែរព្រោះលោកជាបញ្ញវន្តរបស់ថៃហើយជំនាញឯកទេសរបស់គាត់គឺកិច្ចការអន្តរជាតិច្បាប់អន្តរជាតិអាស៊ានហើយនឹងកិច្ចការព្រំដែនចំនួនព្រំដែនខ្មែរថៃនឹងឯងលោកបង្រៀននៅសាកលវិទ្យាល័យធម្មศาสตร์ដែរនិយាយទៅធម្មศาสตร์ហ្នឹងគឺជាសាកលវិទ្យាល័យល្បីកំពូលរបស់ថៃមួយដែលផលិតបញ្ញវន្តថៃច្រើនណាស់ហើយអ្នកដែលនៅក្នុងសាកលវិទ្យាល័យធម្មศาสตร์នេះភាគច្រើនគឺជាបណ្ឌិតឬក៏បញ្ញវន្តដែលមិនដែលលុះក្រោមគេហៅថាឥទ្ធិពលរបស់រដ្ឋាភិបាលឬនយោបាយទេគឺគាត់ហ៊ាននិយាយប្រឆាំងហើយដោយសារច្បាប់ថៃហ្នឹងគឺវាជួយដោះស្រាយបញ្ហាសិទ្ធិសេរីភាពនយោបាយរបស់ប្រជាពលរដ្ឋផងអញ្ចឹងអត់ហ៊ានធ្វើបាបធ្វើទុកបុកម្នេញចាប់បញ្ញវន្តឬសាស្ត្រាចារ្យថៃដាក់គុកទេដែលខ្ញុំនិយាយថានៅខ្មែរអត់ខ្វះទេបញ្ញវន្តប៉ាកែជាងលោកស្អីអក្សរាពងឬក៏ផុងណែខំខុននឹងឬក៏លោកសុរឆាតបំរុងសុខអីនឹងផងតែវាអកុសលអីគឺនៅស្រុកខ្មែរបញ្ញវន្តបណ្ឌិតសាស្ត្រាចារ្យរបស់យើងហ្នឹងគឺ
ងាប់ក្រោមកតុយក្បិនហ្នឹងហ្មងគឺថាសន្ទុះក្បិននេះក្បិននយោបាយគឺគេគូសផ្លូវឲ្យដើរវាស់ដីឲ្យដើរដូចថាមិនអាចនឹងបញ្ចេញមតិអីសោះព្រោះគាត់អាចបញ្ចេញបានតែត្រឹមមតិសរសើររដ្ឋាភិបាលទេហើយខ្វះអីមន្ត្រីណែនៅស្រុកថៃអីវិញបណ្ឌិតបញ្ញវន្តអីគេសរសើររដ្ឋាភិបាលមានមកកណកដឹកហ្នឹងចាស់ហេតុអីបានជាលោកហ៊ុនសែនអត់ទៅយកបណ្ឌិតបញ្ញវន្តដែលសរសើររដ្ឋាភិបាលថៃយកមកផ្សាយហេតុអីបានទៅជាយកបណ្ឌិតបញ្ញវន្តរបស់ថៃដែលរិះគន់រដ្ឋាភិបាលថៃយកមកផ្សាយរាល់ញឹកញាប់រឿងនេះគឺវាចម្លែកមែនតើចម្លែកផងថាហេតុអីបានជាមេដឹកនាំខ្មែរមិនអោយតម្លៃបញ្ញវន្តខ្មែរខ្វះណាស់ឬទៅបណ្ឌិតយើងមកកណក៏ដឹកគេអញ្ជើញហ្នឹងហេតុអីក៏យើងមិនទទួលលើកស្ទួយតម្លៃគ្នាយើងទៅឬមួយក៏យើងគិតថាបញ្ញវន្តខ្មែរ10មួយយួរឬក៏និយាយទៅវាមិនបានផលអីទេយកទៅនិយាយជាមួយថៃនេះវាអត់មានទម្ងន់ដូចបញ្ញវន្តថៃទេឬក៏យ៉ាងម៉េចក្នុងន័យហ្នឹងគឺយើងកំពុងឲ្យតម្លៃផលិតផលគេណាបើសិនជាលោកសុរឆាតបំរុងសុខឬក៏លោកអក្សរាផុងខំខុននេះជាអ្នកស្រាវជ្រាវឯករាជ្យនៅអន្តរជាតិណាមួយទៅសាសដតីក្រៅពីថៃហើយគាត់សរសេរព័ត៌មានអន្តរជាតិអីអញ្ចឹងទៅអាហ្នឹងដូចជាសមហេតុសមផលព្រោះអីឥឡូវថៃនិងខ្មែរកំពុងឲ្យឆ្លោះគ្នាហើយនៅពេលដែលឆ្លោះគ្នាយើងកំពុងតែដំឡើងអួតខ្លួនឯងអំពីភាពអស្ចារ្យរបស់ខ្មែរថាយើងប៉ាកែជាងថៃបើថាយើងផលិតទឹកយើងផលិតបាននៅយូរអត់ដង្ហើមបានយូរជាងថៃអីអញ្ចឹងយើងស្អប់ផលិតផលថៃយើងពាក់ឯកាយើងអ្នកណានិយាយសរសើរថៃអីបន្តិចគឺសុទ្ធតែក្បត់ជាតិទាំងអស់និយាយទៅឲ្យតែយើងនិយាយអីបានប្រយោជន៍ដល់ថៃគឺក្បត់ជាតិយើងនិយាយអីសរសើរថៃគឺក្បត់ជាតិក៏ប៉ុន្តែបើយើងយកមតិរបស់ថៃបញ្ញវន្តថៃយកមកនិយាយបែបនេះអត់អីទេអាចនឹងសមហេតុសមផលដែរព្រោះអីបញ្ញវន្តបណ្ឌិតថៃសាស្ត្រាចារ្យនេះគាត់អត់មាននិយាយអីចំណេញថៃផងគាត់និយាយអំពីការខាតថៃដល់ពេលនិយាយពីការខាតថៃវាបានចំណេញខ្មែរអញ្ចឹងប្រហែលជាគាត់ទៅជាអ្នកស្រឡាញ់ជាតិខ្មែរវិញទៅក្បត់ជាតិថៃអញ្ចឹងបើគាត់ក្បត់ជាតិថៃមតិរបស់គាត់យកមកប្រើបានប្រយោជន៍អ្នកគិតទៅវាដូចជាទៅផ្លូវហ្នឹងវិញក៏ប៉ុន្តែចំពោះយើងមើលទៅឃើញថាវាមិនខុសឆ្គងអីទេដែលលោកហ៊ុនសែនទៅយកមតិបញ្ញវន្តណាក៏បានដែរព្រោះសិទ្ធិសេរីភាពគាត់ចង់យកស្អីក៏បានដែរព្រោះការមតិឬក៏ការយល់ឃើញបើគេសរសេរត្រូវក៏និយាយទៅផ្សាយទៅវាខុសអីគ្រាន់តែវាខុសក្នុងគាត់ថាវាឆ្គងឬក៏ប្លែកត្រង់ថានិស្សិតបញ្ញវន្តខ្មែរច្រើនមែនតើនេះអាចឆ្លុះបញ្ចាំងមួយជ្រុងដែរអំពីសេរីភាពសារព័ត៌មានហើយនឹងគំនិតបញ្ញវន្តខ្មែរដែលសុញអត់អាចនិយាយអីបានហ៊ានរិះគន់រដ្ឋាភិបាលក្នុងន័យស្ថាបនាអីទាំងអស់ឥឡូវបើសិនជាលោកហ៊ុនសែនយកមតិរបស់ជនជាតិថៃយកមកនិយាយដែលរិះគន់រដ្ឋាភិបាលថៃរឿងថាបើលុប MOU ក៏តែមិនត្រូវបើថាផែនទីខ្នាត1លើ50,000ក៏តែមិនត្រូវអីអញ្ចឹងទៅហើយយកយន្តការលុបMOU UNCLOS ហ្នឹងឥឡូវហ្នឹងវាអញ្ញែអញ្ញៃចឹងធ្វើឲ្យដូចលោកអក្សរាពងខំខុននេះគាត់និយាយថាថៃផ្ដេសផ្ដាស់ដូចសម័យអត់អានប្រវត្តិសាស្ត្រអានសភៅអាម៉េចទេចេះតែរនឹកឃើញចង់និយាយគាត់ថាមេដឹកនាំថៃនោះដូចចេះតែរនឹកហើយទៅធ្វើឲ្យថៃនឹងអាប់អោនជាតិសាសន៍ដោយសារគំនិតមេដឹកនាំហ្នឹងធ្វើឲ្យចេះតែទៅលុប MOU ដែលអត់មានរឿងអីដែលគេកំពុងមានបញ្ហាដីគោកណែលោកអក្សរាពងខំខុនហ្នឹងគាត់និយាយថាគេកំពុងយើងកំពុងមានឆ្លោះគ្នារឿងដីគោកអត់ព្រមដោះស្រាយដីគោកឲ្យផុតមករករឿងព្រំដែនទឹកនៅសមុទ្រឯណានោះវិញហើយដល់ពេលអញ្ចឹងគាត់ថាដូចអត់ដោះស្រាយអត់មានត្រូវគោលដៅដូចអញ៉ែអញ្ញៃវល់អីអញ្ចឹងទៅណាលោកមានប្រសាសន៍អញ្ចឹងខ្ញុំថាប្រសាសន៍របស់លោកអក្សរពងនេះខំខុននេះវាដូចជាមានហេតុផលខ្ញុំធ្លាប់គិតដូចលោកដែរចេះរឿងកំពុងមានព្រំដែនគោកហើយហេតុអីបានទៅនៅរឿងព្រំដែនទៅអារឿងគិតដូចលោកហ្នឹងត្រូវលោកហ៊ុនសែនយកគំនិតរបស់លោកខំខុនហ្នឹងអក្សរាពងខំខុនហ្នឹងយកមកផ្សាយហ្នឹងគឺចង់ប្រាប់ថៃថាហេតុអីបានជាទៅធ្វើផ្ដេសផ្ដាស់អញ្ចឹងក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងហេតុអីបានជាកម្ពុជាយើងហ្នឹងទៅធ្វើផ្ដេសផ្ដាស់
ទៅតាមអ្វីដែលជាល្បែងរបស់ថៃដែលផ្ដេសផ្ដាសដែរនេះខ្ញុំកំពុងតែឆ្ងល់ព្រោះគេឲ្យយើងលេងល្បែងគេអារឿងព្រំដែនគោកអត់ទាន់ដោះស្រាយចប់ទៅនិយាយរឿងព្រំដែនទឹកលុប MOU ឲ្យកម្ពុជាលោតតាមថៃដែរគឺយើងចាប់ផ្ដើមចេញអាយន្តការផ្សះផ្សាជាកាតព្វកិច្ចឬក៏ដោយបង្ខំអីហ្នឹងដើម្បីឲ្យរុញរឿងហ្នឹងទៅដល់អង្គការសហប្រជាជាតិឬក៏ផុតពីដៃភាគីទ្វេភាគីដែលយើងកំពុងចរចាទ្វេភាគីតែតាមពិតជាចេតនាថៃទេនៅក្នុងការឲ្យខ្មែរលេងល្បែងថៃគឺឲ្យយើងលោតទៅអង្គការសហប្រជាជាតិឬលោតផុតឲ្យពីភាគីទាំងពីរទៅបានន័យថាបើយើងលោតផុតយើងក៏អត់ដោះស្រាយបញ្ហាព្រំដែនគោកទ្វេភាគីដែរព្រោះយើងជ្រើសរើសរត់ទៅលើហ្នឹងហើយតែកម្ពុជាចម្លែកមែនព្រំដែនទឹកអត់តន់ឆ្លោះគ្នាសោះគ្រាន់តែថៃប្រកាសលុប MOU ដែលសភាគេអត់តន់អនុម័តនៅឡើយសោះនឹងទៅគណៈរដ្ឋមន្ត្រីហ្នឹងយើងលោតពឹបទៅដល់ខាងអង្គការសហប្រជាជាតិទៅដល់ខាងយន្តការផ្ទុយពីទ្វេភាគីឡើងទៅលើបាត់ហើយបើដឹងថាអាកម្រិតហ្នឹងចរចាចោះគេរុញមកឲ្យទ្វេភាគីព្រោះអាក្រុមប្រឹក្សាជំនុំជម្រះឬក៏ពិភាក្សាពីរឿង UNCLOS ផ្សះផ្សាដោយបង្ខំហ្នឹងគ្មានថ្មិញខំអីទេគឺគ្រាន់តែផ្សះផ្សាយកទៅជជែកគ្នាពីភាគីតែឥឡូវដល់ពេលថៃឲ្យយើងលោតទៅដល់ហ្នឹងយើងលោតខ្ពស់ដល់ហ្នឹងតែជាមួយគ្នាហ្នឹងយើងចង់ឲ្យផ្សះផ្សារឿងព្រំដែនគោកជាមួយថៃទៅវិញហើយដល់ពេលថៃបានលេះបាត់អូបើយើងនិយាយពីរឿងនេះដល់អន្តរជាតិហើយអញ្ចឹងអារឿងព្រំដែនគោកទុកឲ្យអន្តរជាតិដោះស្រាយប៉ុន្តែនៅពេលដែលទុកឲ្យអន្តរជាតិដោះស្រាយខ្មែរយើងទៅប្តឹងថៃឬក៏លោតទៅដល់អង្គការសហជាតិឬយន្តការអន្តរជាតិតាក់ទងនឹងរឿងចំនួនដែនសមុទ្រដែលអត់ទាន់មានចំនួនតារឿងព្រំដែនគោកដែលកំពុងឲ្យឆ្លោះគ្នាចង់ចរចាទ្វេភាគីដែលអត់បានផលហិចបាយទៅជាអត់ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិព្រមទាំងអន្តរជាតិបើបងប្អូនមិនកញ្ញាញ់ខួរក៏មិនដឹងជាទៅរឿងអីដែររឿងហ្នឹងយើងចង់បបួលថៃឡើងអង្គការសហប្រជាជាតិឡើងតុលាការអន្តរជាតិតាក់ទងរឿងព្រំដែនសមុទ្រដែលអត់ទាន់ឆ្លោះគ្នាតែអាព្រំដែនគោកដែលគេយកអស់62កន្លែងយើងអត់ប្តឹងទៅតុលាការព្រំទាំងអន្តរជាតិអត់ទៅប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិហើយទៅវាច្បុកច្បល់បែបនេះតែមិនអីទេរឿងនយោបាយលោកហ៊ុនសែនអាចចង់ដាក់សម្ពាធថៃដែរចង់ដាក់សម្ពាធថៃនេះក្នុងន័យដូចខ្ញុំនិយាយថាយកស្លឹកចេកខ្ចប់ចេកហ្នឹងគឺយកបញ្ញវន្តថៃដើម្បីបំបាក់ស្មារតីផ្ទៃក្នុងប្រទេសថៃទៀតហើយព្រោះស្ទីលរបស់លោកហ៊ុនសែនគាត់ធ្វើតែអញ្ចឹងទេពេលដែលមានបញ្ហាអីក្នុងរឿងថៃយកអាខ្សែអាត់សម្លេងរបស់អ្នកស្រីបថងឋានអីយកទៅបរហោះទៅដើម្បីឲ្យគេទម្លាក់អ្នកស្រីបថងឋានកកកកាយនយោបាយថៃឲ្យអញញ៉ៃទៅដើម្បីឲ្យថៃខ្សោយចឹងចំនួនព្រំដែនតែថៃខ្សោយគឺខ្មែរខ្លាំងដោយសារតែយើងកកកកាយផ្ទៃក្នុងនយោបាយគេហើយដល់ពេលអនុទិនច័ន្ទវរៈគុលណាលោកថាក់ស៊ីនមានរឿងអីគេកំពុងដោះស្រាយជាប់គុកជាប់ច្បាក់អីរឿងជាប់គុកអត់ព្រមដេកគុកបែរទៅជាសម្រាប់នៅមន្ទីរពេទ្យអីទៅធ្វើពុតជាឈឺអាផ្ោះតាងគេនឹងជជែកគ្នាឡើងបែកអូហូស្ទឹងគេកំពុងតែបារម្ភខ្លាចលោកថាក់ស៊ីនហ្នឹងក្រុមការពារក្តីគាត់ខ្លាចគេរកភ័ស្តុតាងអីឃើញដាក់បន្ទុកថាត្រូវតែឲ្យជាប់គុកលោកហ៊ុនសែនទៅប្រាប់ថាលោកថាក់ស៊ីនហ្នឹងធ្វើពុតទេពេលគាត់ទៅជួបនៅបាងកកហ្នឹងគឺឲ្យជាប់គុកតតែបានហើយដល់ពេលយើងលូកដៃនៅក្នុងកិច្ចការផ្ទៃក្នុងយើងចង់ធ្វើឲ្យគេទន់ដើម្បីយើងខ្លាំងប៉ុន្តែអាគេធ្វើទន់យើងខ្លាំងវាទៅជាកំបិតចិត្តដងឯងទៅវិញថៃទៅពង្រឹងផ្ទៃក្នុងគេមកវិបកខ្មែរយើងវិញសងសឹកដោយថាគេថាសត្រូវរួមរបស់គេឆ្លោះគ្នានយោបាយតែគេចាត់ទុកថាខ្មែរជាសត្រូវរួមកកកកាយផ្ទៃក្នុងរបស់ថៃគឺគេព្រួតគ្នាវាយយើងយកមកបើទោះបីជាក៏អត់ត្រូវគ្នាផ្នែកនយោបាយគេវាយរហូតដល់ជាតិនិយមហ្នឹងឡើងអនុទិនច័ន្ទវរៈគុលទៅជានាយករដ្ឋមន្ត្រីដោយសារតែគេចង់ពង្រឹងសាមគ្គីមិនចង់ឲ្យខ្មែរយើងបំបាក់ស្មារតីផ្ទៃក្នុងអីឥឡូវយើងយកស្ទីលហ្នឹងមកទៀតយើងយកថៃយកទៅវាយថៃទៀតហើយចាំមើលថៃនេះតែយើងយកបញ្ញវន្តគេមកហ្នឹងគេកំពុងចាំមើលយើងដែរកាឡាយើងលូតអីទៀតដែរលោកហ៊ុនសែនមានល្បិចអីទៀតលោកហ៊ុនសែនគាត់ប្រកែកខាងយុទ្ធសាស្ត្រហ្នឹងក៏ប៉ុន្តែយុទ្ធសាស្ត្រគាត់បរាជ័យរឿងណែអ្នកស្រីបថងឋានមួយហើយបរាជ័យរឿងលោកថាក់ស៊ីនមួយហើយហើយឥឡូវហ្នឹងក្រុមមន្ត្រីរបស់គាត់បរាជ័យរឿងលោកអនុទិនមួយដែរព្រោះលោកកែវរេមីដែលជាមន្ត្រីប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជាហ្នឹងមុននឹងលោកអនុទិនជាប់ឆ្នោតហ្នឹងគឺបបួលប្រជាប្រដ្ឋថៃឲ្យបោះឆ្នោតទម្លាក់លោកអនុទិនតាហើយយើងជាមន្ត្រីរដ្ឋាភិបាលកម្ពុជានៅក្នុងប្រទេសមួយឲ្យតែយើងទៅប្រាប់
ប្រជាពលរដ្ឋនៅប្រទេសមួយទៀតឲ្យបោះទម្លាក់អឺតំណែងបេក្ខជននាយករដ្ឋមន្ត្រីគេអញ្ចឹងថៃគេមូលមាត់គ្នាគឺគេថាយើងចង់បំបាក់ផ្ទៃក្នុងគេគឺគេរឹតចំណងសាមគ្គីគ្នាបោះឲ្យលោកអនុទិនអញ្ចឹងទៅវាផ្សំគ្នានឹងលោកអនុទិនយកឱកាសហ្នឹងផងថារឿងព្រំដែនហ្នឹងបើគាត់ជាប់ហ្នឹងគឺគាត់នឹងធ្វើម៉េចគឺទប់យកឲ្យបានអីលាក់នឹងលាក់ទៅដូចទឹកបាក់ទំនប់ឥឡូវយើងប្រើយុទ្ធសាស្ត្រនឹងដដែលហើយយុទ្ធសាស្ត្រនេះគឺវាជាយុទ្ធសាស្ត្របែបចិត្តសាស្ត្រមែនហើយវាអាចបានផលវាអាចបរាជ័យទៀតប៉ុន្តែខ្ញុំជឿថាបរាជ័យច្រើនជាងបានផលបរាជ័យពីររឿងដែលលោកហ៊ុនសែនប្រើទស្សនៈរបស់ថៃវាយបកថៃបន្លាជុបន្លានេះណាបរាជ័យទី1គឺជាបរាជ័យក្នុងផ្ទៃក្នុងជាតិខ្មែរយើងតែម្ដងព្រោះអីបានជាខ្ញុំនិយាយចឹងគឺយើងបំបាក់គុណតម្លៃបញ្ញវន្តបណ្ឌិតសាស្ត្រាចារ្យខ្មែរអត់មានអ្នកណាមានគំនិតស្អីមួយដែលលោកហ៊ុនសែនអាចយកមកដើម្បីផ្សាយទៅហើយឲ្យសារព័ត៌មានថៃចុះផ្សាយបានទេព្រោះគេអត់ចាប់អារម្មណ៍ដោយសារមន្ត្រីបញ្ញវន្តបណ្ឌិតខ្មែរយើងអត់ឯករាជ្យទេយើងនិយាយត្រជើងរដ្ឋាភិបាលអញ្ចឹងមកអាយុដូច្នេះគំនិតយើងហ្នឹងគឺវាល្អសម្រាប់ត្រជើងប៉ុន្តែបើនិយាយពីគុណសម្បត្តិនៅក្នុងការយកមកវិភាគបកស្រាយវែកញែកឲ្យចំណេញដល់ជាតិអីវាអត់ទេបើចំណេញដល់រដ្ឋាភិបាលចំណេញដល់បកកណ្ដាលអំណាចមានតែអញ្ចឹងគំនិតបែបហ្នឹងគឺជាគំនិតលំអៀងតែអញ្ចឹងគេអត់យកមកប្រើទេអ្នកវិភាគបណ្ឌិតអីក៏ដោយគឺយើងត្រូវឈរជ្រុងកណ្ដាលប៉ុន្តែអកុសលនៅស្រុកខ្មែរហ្នឹងគឺបើអត់គ្រប់គ្រងគណៈបកប្រជាជនគឺយើងជាខ្មាំងលើកលែងតែយើងនិយាយតែសរសើររដ្ឋាភិបាលបើហ៊ាននិយាយអីរិះគន់រដ្ឋាភិបាលគឺយើងខ្មាំងដូច្នេះបណ្ឌិតបញ្ញវន្តយើងអត់មានដែលបណ្ឌិតដែលអាចឈរកដាលមួយដើម្បីជាកញ្ចក់ឆ្លោះបានណាអាហ្នឹងគឺយើងបរាជ័យហើយជាតិយើងគឺបរាជ័យធំមែនតើអញ្ចឹងហើយបានថាពេលដែលលោកហ៊ុនសែនយកមតិទស្សនៈរបស់បញ្ញវន្តថៃយកមកប្រើបិទតែថាជាយុទ្ធសាស្ត្រចិត្តសាស្ត្រមួយដើម្បីដាក់សម្ពាធថៃតាមពិតលោកហ៊ុនសែនអាចចង់ដាក់សម្ពាធថៃប្រាប់ថាខ្ញុំអត់ចាំបាច់ប្រើបញ្ញវន្តខ្ញុំអត់បានបាច់ប្រើបញ្ញវន្តអន្តរជាតិឬក៏ណាទេខ្ញុំប្រើស្លឹកចេកណែឯងឲ្យខ្ចប់ចេកណែឯងខ្ញុំប្រើបន្លាណែឯងជួសបន្លាណែឯងគឺប្រើមនុស្សរបស់ណែឯងដើម្បីកំចាយផ្ទៃក្នុងណែឯងហើយស្ដាប់ទៅមតិរបស់គ្នាណែឯងតើនិយាយមិនមែនខ្ញុំអ្នកនិយាយថារិះគន់ឆ្កឹះឆ្កៀលជាតិសាសន៍ណែឯងទេបញ្ញវន្តបណ្ឌិតគេសាស្ត្រាចារ្យនៅមហាវិទ្យាល័យធំរបស់អ្នកឯងហើយនិយាយថាអ្នកឯងធ្វើនឹងផ្ដេសផ្ដាស់ភ្លីភ្លើអញ្ចឹងហេតុអីក៏អ្នកឯងមិនស្ដាប់ក៏ប៉ុន្តែរឿងដែលអត់បានរឿងចិត្តសាស្ត្រនេះគឺវារកម្មចិត្តជនជាតិថៃមួយចំនួនហើយថាលោកហ៊ុនសែនអាចនិយាយត្រូវចឹងហើយចុះហេតុអីបានជាយើងមើលបញ្ញវន្តបណ្ឌិតថៃគេនិយាយចឹងហេតុអីបានជានាយករដ្ឋមន្ត្រីថៃទៅនិយាយផ្ទុយពីហ្នឹងហើយធ្វើផ្ទុយពីហ្នឹងហេតុអីបានជាមនុស្សនៅក្នុងជនជាតិថៃផ្សេងទៀតទៅតាមលោកអនុទិនចាំរៈគុលហេតុអីមិនតាមបណ្ឌិតបញ្ញវន្តវាអាចក្នុងនេះប៉ុន្តែក្នុងពេលជាមួយក្នុងថៃគឺមានជាតិនិយមជ្រុលជនជាតិថៃមានជាតិគំនិតជាតិនិយមជ្រុលហ្នឹងគឺគេកំពុងតែស្អប់យើងគេកំពុងតែគុំគួនយើងដល់ពេលឃើញលោកហ៊ុនសែនកំចាយអីសពបែបយ៉ាងហើយប្រើវិធីចិត្តសាស្ត្រអញ្ចឹងគេដឹងថាល្បិចល្បាយនឹងដដែលទៀតថៃគិតថាគំនិតហ្នឹងវាអាចត្រូវដែរក៏ប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងគេឈរលើភាគីថៃទៀតអញ្ចឹងគេឈរលើជំហរនាយករដ្ឋមន្ត្រីអនុទិនច័ន្ទវរៈគុលទៀតដើម្បីឲ្យជាតិគេមូលមាត់ហើយគេនឹងចាត់ទុកថាគំនិតរបស់សាស្ត្រាចារ្យពីររូបនេះជាគំនិតសាររើនិយមឬក៏ផ្ទុយអីមែនបានជាអាវុធសម្រាប់កម្ពុជាយកមកវាយមែនក៏ប៉ុន្តែវាជាតិនិយមជ្រុលថៃនឹងធ្វើឲ្យប្រទេសថៃនេះកាន់តែពុតដៃគ្នារឹងមាំអត់បានផលដល់អ្វីដែលលោកហ៊ុនសែនចង់បានទេអានឹងទី1ទី2គឺបរាជ័យមួយទៀតគឺយើងចង់និយាយថាយើងជជែកគ្នាតាក់ទងនឹងការយកបញ្ញវន្តថៃយកមកផ្សាយយកមកអីនេះគឺយើងចង់ឲ្យថៃដូចថាជាការដាក់សម្ពាធមែនទេឲ្យអនុទិនច័ន្ទវរៈគុលដូរចិត្តឲ្យប្រជាប្រដ្ឋថៃជឿតាមនិស្សិតបញ្ញវន្តទៅឲ្យដូរឲ្យស្ថានភាពហ្នឹងដើម្បីដាក់សម្ពាធមកចរចាកិច្ចការព្រំដែនឲ្យគម្លប់ MOU 2001ហើយជជែកវាអត់បានផលទេវាអត់បានផលត្រង់ថាកិច្ចការព្រំដែននេះវាផុតកងពាន់ទី3ហើយអស់ហើយវាអត់មានចង់និយាយថាបើលេងហ្គេមវិញគេថា game is over វាចប់ហើយវាផុតហើយយើងអត់អាចថយក្រោយវិញបានទៅឲ្យជនជាតិថៃនឹងមកបដូរចិត្តអីមកស្អីណាឲ្យដីមកខ្មែរវិញឬក៏ឈប់ធ្វើព្រោះអនុទិនច័ន្ទវរៈគុលក៏គេស្ទង់អាគំនិតជាតិនិយមជ្រុលរបស់ថៃនឹងដែរអញ្ចឹងមានគំនិតបែបហ្នឹងវាអត់បានប្រយោជន៍អីត្រង់ថាយើងអត់ត្រូវលេងល្បែងថៃណាខ្ញុំថាយើងកំពុងលេងល្បែងថៃហើយយើងធ្វើឲ្យយើងអន់ខ្លួនហ្នឹងត្រង់ថាហេតុអីបានជាយើងនៅអោបជើងថៃ
ហេតុអីបានយើងមានអាត់កើអាត់ប៊ិចលេងហេតុអីបានជាយើងរើសយក2គ្រាប់3គ្រាប់មកលេងបើលេងបៀកាទេយើងលេងមិនឈ្នះគេទេហេតុអីក៏យើងមិនយកយន្តការអន្តរជាតិដែលយើងគិតថាចង់បាននឹងតុលាការយុត្តិធម៌អន្តរជាតិតុលាការព្រហ្មទណ្ឌអន្តរជាតិហេតុអីយើងមិនប្តឹងហេតុអីក៏យើងមិនប្តឹងគេហេតុអីក៏យើងនៅគិតថាហ្នឹងឥឡូវបញ្ញវន្តថៃគេនិយាយថាធ្វើហ្នឹងខុសហើយថៃនឹងវាអន់ចុះបើដឹងតែគេកំពុងតែខ្សោយហ្នឹងហេតុអីក៏យើងមិនប្តឹងគេតែម្ដងទៅបើយើងឬក៏មួយក៏យើងចង់ទុកឱកាសឲ្យគេនឹងបង្ហាញថាយើងនឹងជាអ្នកបដាល់ដ៏ថ្លៃថ្នូរមិន nasty fighter ស្មោកគ្រោកដោយលោកត្រាំថាទេយើងនឹងគឺជាចាស់ទុំអញ្ចឹងឬក៏យ៉ាងម៉េចម៉ោងនេះហើយយើងអត់ត្រូវការភាពជាចាស់ទុំភាពលោកលឿនអីប្រមាណទៀតទេព្រោះថៃអត់លោកលឿនជាមួយយើងទេគេយកអស់ហើយគេកសាងហេដ្ឋារចនាសម្ព័ន្ធគេធ្វើបេតុងព្រំដែនគេចាក់ត្រង់សេគេដាក់រូបបដិមាគេជួសជុលគេអូយគេធ្វើអីអស់ហើយដូច្នេះយើងអត់ត្រូវការស្អំថៃអីទៀតទេហើយម៉ោងហ្នឹងអត់មានការចរចាទ្វេភាគីអីណាទៀតផងដូច្នេះហេតុអីបានជាយើងទៅស្អំចិត្តថៃអីវែងឆ្ងាយម៉េះខ្ញុំមិនជំទាស់អីនៅក្នុងការយកមតិបញ្ញវន្តថៃអីយកមកប៉ុន្តែប៉ុណ្ណឹងបានហើយបញ្ញវន្តខ្មែរច្រើនណាហើយខ្ញុំលើកទឹកចិត្តឲ្យយកឲ្យបញ្ញវន្តខ្មែរយើងគ្នាមានសិទ្ធិសេរីភាពឲ្យច្រើនទៅកុំចាប់គ្នាដាក់គុកកុំសិតថាគេសិតតែល្ងងទូបណ្ឌិតល្ងងទូអីចឹងទៀតទៅយើងឲ្យគេនិយាយទៅក្រោតគ្រៀតអីមិនពេញចិត្តរដ្ឋាភិបាលអីមែនប៉ុន្តែដូចចឹងដូចលោកសុរឆាតបំរុងសុខហើយនិងលោកអក្សរាពងខំខុនអីអញ្ចឹងសុទ្ធតែនិយាយទៅមិនមែនពេញចិត្តរដ្ឋាភិបាលប៉ុន្តែមានតម្លៃនៅក្នុងការយកមកត្រេះរិះពិចារណាដែរព្រោះគេជានិស្សិតបញ្ញវន្តមិនមែនទៅនិយាយអាចេកធ្លាក់ទឹកហើយអាវតែស្កសរសើរឲ្យស្លាប់អត់ចេះបង្អាប់ឲ្យរស់ឯណាដល់អញ្ចឹងទៅយើងគួរតែបើសិនជាអញ្ចឹងគួរតែយើងរៀនពីបទពិសោធន៍ហ្នឹងលើកកម្ពស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅស្រុកខ្មែរតែផ្ទុយទៅវិញ